준비하고 나 맡은 일 충성 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 Your kingdom come ថ្ងៃមួយមានបណ្ឌិតខាងក្រឹតវិន័យម្នាក់បានឈរនៅចំពោះមុខព្រះយេស៊ូវហើយសួរលបងលទ្រង់តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទទួលបាននូវជីវិតអស់កលទៅតើអ្វីដែលបានចាញ់ទុកក្នុងក្រឹតវិន័យបាទគឺត្រូវស្រឡាញ់ព្រះជាម្ចាស់ជាព្រះនៃឯងឲ្យអស់ពីចិត្តគំនិតអស់ពីស្មារតីអស់ពីកម្លាំងនិងអស់ពីប្រាជ្ញាហើយត្រូវស្រឡាញ់អ្នកជិតខាងឲ្យដូចស្រឡាញ់ខ្លួនឯងដែរអ្នកនិយាយនេះត្រូវហើយធ្វើដូច្នេះអ្នកនឹងទទួលបាននូវជីវិតអស់កលជានិច្ចប៉ុន្តែដោយសារតែបណ្ឌិតខាងក្រឹតវិន័យចង់បង្ហាញពីភាពត្រឹមត្រូវរបស់គាត់ក៏បានសួរទៅកាន់ព្រះយេស៊ូវថាដូច្នេះតើនរណាគឺជាអ្នកជិតខាងរបស់ខ្ញុំព្រះយេស៊ូវបានឆ្លើយតបដោយនិទានរឿងមួយទៅកាន់គាត់មានបុរសម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡឹមទៅកាន់ក្រុងយេរីកូពេលនោះគាត់បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរហេអញឆាប់ឲ្យប្រាក់និងសម្លៀកបំពាក់របស់ឯងមកយើងភ្លាមឲ្យវាមកនេះវាគឺជារបស់យើងទាំងអស់ទេសូមឲ្យវាមកខ្ញុំវិញមកយើងគិតថាប្រហែលជាឯងចង់បានមេរៀនខ្លះហើយមើលទៅផាច់អូយចៅក៏បានឆក់យកវង្វិចរបស់គាត់ហើយវាយធ្វើបាបគាត់រួចក៏ចាក់ចេញទៅធ្វើឲ្យគាត់រងរបួសស្ទើរតែស្លាប់បុរសនោះមានការឈឺចាប់ជាខ្លាំងគាត់ពុំបានក្រោករួចនោះទេបន្ទាប់មកគាត់ក៏បានឮសំឡេងជើងមនុស្សដើរមកនោះគឺជាសំឡេងជើងរបស់បូជាចារ្យដែលកំពុងតែយកដង្វាយទៅថ្វាយព្រះនៅឯព្រះវិហារបូជាចារ្យគឺជាមនុស្សល្អគាត់ប្រកាសជាជួយខ្ញុំសូមជួយសង្គ្រោះខ្ញុំផងអូយសូមជួយខ្ញុំផងប៉ុន្តែនៅពេលដែលបូជាចារ្យបានឃើញបុរសនោះគាត់ក៏បានដើរវាងតាមផ្លូវម្ខាងចេញបាត់ទៅមួយសន្ទុះក្រោយមកគាត់ក៏បានឮសំឡេងជើងដើរមកទៀតនោះគឺជាសំឡេងជើងរបស់ពួកលេវីដែលជាអ្នកជំនួយការរបស់លោកបូជាចារ្យក្នុងព្រះវិហារអូយពួកលេវីម្នាក់នេះគាត់នឹងជួយដល់ខ្ញុំសូមមេត្តាជួយខ្ញុំផងសូមមេត្តាជួយខ្ញុំផងពួកលេវីក៏បានឃើញបុរសនោះបានដេកដួលនៅលើផ្លូវប៉ុន្តែពួកគេបានដើរហួសទៅតាមផ្លូវផ្សេងទៀតបុរសដែលរៀបនឹងស្លាប់ម្នាក់នេះគឺកាន់តែខ្សោយទៅក្រោយមកគាត់ក៏បានឮសំឡេងជើងផ្សេងមួយទៀតបានមកសំឡេងនោះគឺជាសំឡេងជើងរបស់បុរសម្នាក់ដែលគាត់កំពុងតែជិះនៅលើខ្នងសត្វលាគាត់គឺជាសាសសាម៉ារីគាត់បានមើលទៅជនជាតិអ៊ីស្រាអែលដែលកំពុងតែដេកដួលនៅលើផ្លូវសូម្បីតែពួកសង្ឃនិងពួកលេវីពួកគេមិនបានឈប់ជួយខ្ញុំផងពិតណាស់សាសសាម៉ារីម្នាក់នេះនឹងដើរចេញទៅផ្លូវមួយទៀតដែរពេលនេះខ្ញុំបានបាត់បង់កម្លាំងបណ្ដាហើយខ្ញុំគិតថាពេលនេះជាពេលដែលខ្ញុំត្រូវស្លាប់ហើយបុរសម្នាក់នោះគាត់កាន់តែខ្សោយទៅគាត់ស្ទើរតែបោះបង់ក្តីសង្ឃឹមរបស់គាត់ទៅហើយប៉ុន្តែនៅពេលនោះគឺមានការអស្ចារ្យមួយដោយបុរសសាសសាម៉ារីបានចុះពីលើខ្នងលាហើយមកឯគាត់រួចបានជួយសង្គ្រោះគាត់អូមិត្តសម្លាញ់អ្នកបានហូរឈាមច្រើនណាស់នៅតំបន់នេះមានពួកចោរជាច្រើនដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្នណាសាសសាម៉ារីបានជូតឈាមរបស់បុរសនោះចេញរួចសម្អាតរបួសរបស់គាត់ជាមួយនឹងក្រមួនដោយរុំបិទយ៉ាងប្រុងប្រយ័ត្នហើយសាសសាម៉ារីបានលើកបុរសនោះដាក់នៅលើខ្នងលារបស់គាត់ហើយនាំគាត់ទៅកាន់ផ្ទះសំណាក់គាត់បានមើលថែទាំបុរសនោះយ៉ាងល្អនៅថ្ងៃបន្ទាប់សាសសាម៉ារីបានយកប្រាក់មួយចំនួនឲ្យទៅម្ចាស់ផ្ទះសំណាក់ហើយនិយាយថាខ្ញុំត្រូវចាក់ចេញឥឡូវនេះហើយសូមថែរក្សាបុរសនេះផងប្រសិនបើចំណាយប្រាក់លើសពីនេះពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងជូនមកគ្រប់បន្ទាប់ពីនិយាយរឿងនេះរួចហើយព្រះយេស៊ូវបានសួរទៅកាន់បណ្ឌិតខាងក្រឹតវិន័យថាមានមនុស្ស3នាក់នៅក្នុងរឿងនេះគឺបូជាចារ្យពួកលេវីនិងសាសសាម៉ារីក្នុងចំណោមមនុស្សទាំង3នាក់តើអ្នកយល់ថាអ្នកណាជាអ្នកជិតខាងយ៉ាងពិតប្រាកដរបស់បុរសនោះ
នៅពេលដែលគាត់បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ បាទគឺអ្នកដែលមានចិត្តមេត្តាករុណានិងជួយដល់គាត់នោះគឺសាសសាមារី ពិតជាត្រឹមត្រូវហើយសូមលោកអញ្ជើញទៅចុះហើយប្រព្រឹត្តឲ្យដូចអ្នកនោះទៅ ព្រះបន្ទូលរបស់ព្រះយេស៊ូវបានធ្វើឲ្យបណ្ឌិតខាងក្រឹតវិន័យកាន់តែយល់ច្បាស់និងដាស់គំនិតគាត់ឡើងវិញផងដែរ